ចឹងដោយការទឹកចិត្តជ្រះថ្លារបស់លោកយល់ការទេចឹងណាអញ្ចឹងកន្លែងនេះទុកដូចជាប្រពៃណីមួយដែរព្រោះការកសាងអណ្ដូងទឹកនិងដើមពោធិ៍នេះក៏បានធំធាត់រីកចម្រើនបានបច្ចៈប្រជុំអញ្ចឹងគឺកន្លែងនេះគឺជាកន្លែងមួយជួបជុំគ្នាដើម្បីបំពេញទានដែលកុំឲ្យខកពេលរៀបរាប់បានមួយចាត់ចែងហូបអាហាររៀបចំមួយថ្ងៃទៅមួយថ្ងៃជូនគាត់គឺក៏រៀបចំកណ្ដាលនេះកំណងបាទមកនេះជូនគាត់បានកុំឲ្យហូបពេលវេលាជួយចាត់ចែងដាក់នេះជួយគាត់ទៅនេះទៅ23អង្គอะไร